ជំរាបសួរអ្នកទាំងអស់គ្នាខែនេះឃើញថាធ្លាក់ខ្យល់ហើយបងប្អូនអញ្ចឹងខ្ញុំអត់សូវស៊ូខ្លួនទេអញ្ចឹងខ្ញុំក៏នឹកមុខម្ហូបមួយមុខនេះផងដែរហើយមួយមុខនេះគឺសម្លតងយ៉ាំរបស់យើងហ្នឹងហើយมันពិបាកធ្វើទេបងប្អូនសម្លហ្នឹងគឺងាយស្រួលទេសំខាន់យើងរៀបចំគ្រឿងក្រៅយើងឲ្យហើយទៅឥឡូវខ្ញុំមកបេះល្ក្រូចបងប្អូនល្ក្រូចសើចណាខ្ញុំដាំខ្លួនឯងធម្មជាតិទេល្ក្រូចហ្នឹងឈ្ងុយមែនតែនកាត់ភ្លាមអញ្ចឹងអត់ពិបាករទេគ្រឿងទេខ្ញុំហើយនឹងក្រូចឆ្មានេះក៏ខ្ញុំដាំខ្លួនឯងដែរឈ្ងុយមែនតែនហ្មងហើយរំដេងនេះគឺខ្ញុំលើងថ្មីអញ្ចឹងបងប្អូនបានឈ្ងុយសម្លមកដល់តែជាផ្ដាសាយតែម្ដងស្លឹកគ្រៃនេះគឺខ្ញុំដាំខ្លួនឯងតែអត់សូវល្អទេបងប្អូនអើយចាឥឡូវយើងមកធ្វើការដំអញ្ចឹងបើបងប្អូនហាន់ក៏បានតែខ្ញុំដំរំដេងក៏ខ្ញុំដំដែរដើម្បីឲ្យវាបែកអញ្ចឹងសម្លយើងឈ្ងុយឆ្ងាញ់តែម្ដងយើងហាន់បងប្អូនចង់ហាន់ចំណិតក៏បានតែខ្ញុំចូលចិត្តដំបងប្អូនព្រោះអីវាបែកអញ្ចឹងឲ្យវាឈ្ងុយស្លឹកក្រូចរបស់យើងនេះក្រូចឆ្មាខ្ញុំបេះអំបញ្ញមិញដល់ខ្ញុំហាន់ជាចំណិតតូចហើយដល់មកខ្ញុំរៀបចំបន្លែរបស់ខ្ញុំគឺខ្ញុំដាក់ខ្ទឹមបារាំងខ្ញុំហាន់ជាចំណិតតូចអញ្ចឹងបងប្អូនហាន់ប៉ុន្មានស៊ីសងចំណូលចិត្តដែរបងប្អូនហើយផ្សិតរបស់ខ្ញុំនេះដែរខ្ញុំប្រើផ្សិតផ្លូវមាន់បងប្អូនតែវាតូចតិចផ្សិតហ្នឹងបងប្អូនដាក់ផ្សិតអីក៏បានដែរហើយនេះសាច់មាន់របស់ខ្ញុំសាច់ខ្ញុំហាន់រួចរាល់ហើយបងប្អូនមានបង្គាគ្រឿងផ្សំបាញ់មិញនេះខ្ញុំហាន់ហើយរៀបចំរួចរាល់ហើយនេះគឺគ្រឿងតងយ៉ាំបងប្អូនគ្រឿងតងយ៉ាំនេះបងប្អូនដាក់បានដុំក៏បានដែរខ្ញុំចាឥឡូវទឹកស្លរបស់យើងពុះហើយខ្ញុំដាក់គ្រឿងដែលខ្ញុំផ្សំមិញចូលបងប្អូនមានខ្ទឹមមានរំដេងនិងក្រូចអញ្ចឹងមកចាតែមកខ្ញុំដាក់អំបិលក្រួសខ្ញុំប្រើអំបិលក្រួសបងប្អូនស្ករត្នោតណាបងប្អូនចុងសាព្រាទៅចានេះម្សៅស៊ុបមួយស្លាបព្រាដាក់រៀងឆានទេបងប្អូនព្រោះម្សៅស៊ុបវាមានជាតិមែនតើដាក់ទៅទឹកត្រីចេងបងប្អូនចាតែមកខ្ញុំចាក់សាច់មាន់ចូលបងប្អូនសាច់មាន់យើងចិញ្ច្រាំប៉ុន្មានទីសងលើបងប្អូនទៅហ្នឹងបងប្អូនគ្រឿងក្រៅអីហ្នឹងបងប្អូនដាក់តាមចំណូលចិត្តបានចាឥឡូវពុះហើយខ្ញុំក៏ដាក់គ្រឿងតងយ៉ាំរបស់យើងបងប្អូនខ្ញុំដាក់តែមួយទេពួកអីកូនខ្ញុំក៏នៅតូចក៏អត់សូវចេះញ៉ាំហឹលអញ្ចឹងបងប្អូនចង់ចេះញ៉ាំហឹលដាក់ច្រើន2-3ដុំក៏បានដែរបងប្អូនតោះមកពុះហើយថាសាច់មាន់ផុយខ្ញុំក៏ចាក់បង្គាយើងចូលបងប្អូនចាពេលដែលយើងដាក់បង្គាយើងដាក់បន្លែរបស់យើងទៅហើយយើងគ្រាប់បងប្អូនទុកតែមកពុះអញ្ចឹងបន្លែឃើញថាឆ្អិនរួចរាល់ខ្ញុំក៏ថែមក្រូចឆ្មាបន្តិចបងប្អូនពូស្ទើជូរចុងក្រោយខ្ញុំដាក់ម្ទេសបន្តិចទៅដើម្បីឲ្យវាឃើញពណ៌កាន់តែស្អាតសម្លរបស់យើងនឹងមានសុភណភាពអញ្ចឹងបងប្អូនចាចុងក្រោយគឺខ្ញុំដាក់ជីបីឲ្យឈ្ងុយបងប្អូនដាក់ជីចូលទៅគឺឈ្ងុយថាសម្លរបស់យើងឆ្អិនរួចរាល់ហើយសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាបើបងប្អូនពេញចិត្តកុំភ្លេចជួយ Subscribe និង Follow ម្នាក់មួយផងបងប្អូនអរគុណជម្រាបលា